អ្នកភូមិផ្សេងទៀតដែលឃើញពស់នោះនាំគ្នារត់គេចនឹងខ្លាចព្រោះខ្លាចពស់ចឹកតែអវត្តនៈផ្ទុយទៅវិញគាត់មិនបានខ្លាចឡើយគាត់បានលុតជង្គង់ចុះហើយនិយាយដោយសំឡេងទន់ភ្លន់ថាពស់អើយខ្ញុំដឹងថាអ្នកកំពុងតែឈឺចាប់ខ្ញុំនឹងជួយអ្នកដោយមិនខ្លាចគ្រោះថ្នាក់ឡើយអវត្តនៈបានប្រើកំបិតតូចរបស់គាត់កាត់ខ្សែអន្ទាក់ដុតតាំងចេញដោយភាពអត់ធ្មត់និងប្រុងប្រយ័ត្នបំផុតសម្បុកនិទាននឹងលើកយករឿងព្រេងនិទានថ្មីមួយដែលមានចំណងជើងថាក្មេងកង្វាលគោចិត្តមេត្តាកាលពីព្រេងនាយនៅតាមវាលស្មៅដាច់ស្រយាលមានក្មេងប្រុសម្នាក់ឈ្មោះអវត្តនៈជាក្មេងកង្វាលគោដែលរស់នៅក្នុងភាពក្រីក្រលំបាកការងារប្រចាំរបស់គាត់គឺមើលថែគោរបស់អ្នកភូមិដោយទទួលបានកម្រៃតិចតួចបំផុតទោះបីជាក្រីក្រតែអវត្តនៈមានចិត្តមេត្តាដ៏ធំធេងគាត់មិនត្រឹមតែថែគោឲ្យបានល្អប៉ុណ្ណោះទេតែគាត់ក៏ស្រឡាញ់និងយកចិត្តទុកដាក់លើសត្វទាំងអស់នៅជុំវិញខ្លួនផងដែររាល់ពេលគាត់ញ៉ាំបាយគាត់តែងតែបែងចែកចំណីរបស់គាត់ទៅឲ្យសត្វតូចៗដែលស្រែកឃ្លានថ្ងៃមួយពេលអវត្តនៈកំពុងតែនាំគោទៅរកទឹកគាត់បានឃើញសត្វពស់វែកធំមួយក្បាលកំពុងរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែជាប់អន្ទាក់សត្វពស់នោះមិនអាចលូនទៅណាបានទេហើយវាសែនឈឺចាប់ខ្លាំងបំផុតអ្នកភូមិផ្សេងទៀតដែលឃើញពស់នោះនាំគ្នារត់គេចនឹងខ្លាចព្រោះខ្លាចពស់ចឹកតែអវត្តនៈផ្ទុយទៅវិញគាត់មិនបានខ្លាចឡើយគាត់បានលុតជង្គង់ចុះហើយនិយាយដោយសំឡេងទន់ភ្លន់ថាពស់អើយខ្ញុំដឹងថាអ្នកកំពុងតែឈឺចាប់ខ្ញុំនឹងជួយអ្នកដោយមិនខ្លាចគ្រោះថ្នាក់ឡើយអវត្តនៈបានប្រើកំបិតតូចរបស់គាត់កាត់ខ្សែអន្ទាក់ដុតតាំងចេញដោយភាពអត់ធ្មត់និងប្រុងប្រយ័ត្នបំផុតដើម្បីកុំឲ្យពស់នោះឈឺចាប់ថែមទៀតបន្ទាប់មកគាត់បានយកស្លឹកឈើឱសថមកបុកហើយបិទលើមុខរបួសរបស់ពស់នោះបន្ទាប់ពីអវត្តនៈបានព្យាបាលរបួសពស់នោះក៏បានលូនចូលទៅក្នុងព្រៃវិញអវត្តនៈមិនបានរំពឹងថានឹងទទួលបានអ្វីតបស្នងឡើយគាត់គ្រាន់តែសប្បាយចិត្តដែលបានជួយជីវិតសត្វពស់មួយនេះប៉ុន្តែនៅថ្ងៃបន្ទាប់អវត្តនៈបានឃើញពស់វែកដ៏ធំនោះត្រឡប់មកវិញលើកនេះវាមិនបានមកម្នាក់ឯងនោះទេតែវាបាននាំត្បូងពណ៌បៃតងដ៏ភ្លឺរលោងមួយដុំមកជូនអវត្តនៈពស់នោះបានប្រែក្លាយខ្លួនជាបុរសចំណាស់ដ៏មានឫទ្ធិម្នាក់កូនវត្តនៈខ្ញុំគឺជាស្ដេចនាគនៃជ្រលងភ្នំខ្ញុំបានប្រែខ្លួនជាពស់រងរបួសដើម្បីសាកល្បងចិត្តមេត្តារបស់មនុស្សកូនមិនខ្លាចបាត់បង់ជីវិតទេហើយបានជួយដោយចិត្តបរិសុទ្ធត្បូងនេះនឹងផ្ដល់ពរជ័យនិងជួយកូនឲ្យរស់នៅបានយ៉ាងសុខសាន្តអវត្តនៈភ្ញាក់ផ្អើលយ៉ាងខ្លាំងតែគាត់មិនបានលុបលន់ចំពោះត្បូងនោះឡើយគាត់បានទទួលត្បូងនោះហើយគាត់បានដឹងថាគ្រាន់តែមានត្បូងនោះគាត់អាចមើលឃើញឫសគល់នៃរុក្ខជាតិឱសថនៅក្នុងដីអវត្តនៈបានប្រើពរជ័យនេះដើម្បីជួយអ្នកភូមិក្រីក្រដែលកំពុងតែឈឺគាត់បានប្រមូលរុក្ខជាតិឱសថយកមកព្យាបាលអ្នកដទៃដោយមិនយកកម្រៃឡើយគាត់មិនបានក្លាយជាសទ្ធីឬអ្នកមាននោះទេតែគាត់បានក្លាយជាគ្រូពេទ្យដ៏មានមេត្តាធម៌គាត់នៅតែជាក្មេងកង្វាលគោតែ តែគាត់បានក្លាយជាទីពឹងរបស់មនុស្សគ្រប់គ្នាអ្នកភូមិ
បានផ្ដល់ឈ្មោះឲ្យគាត់ថាវឌ្ឍនៈបេដងមាសអវឌ្ឍនៈបានរស់នៅដោយសេចក្តីសុខពិតប្រាកដរហូតដល់ចាស់ជរាគាត់បានរកឃើញថារង្វាន់ដ៏ធំបំផុតមិនមែនជាទ្រព្យសម្បត្តិដែលទទួលបានទេតែជាសេចក្តីរីករាយដែលបានមកពីការលះបង់ដោយចិត្តបរិសុទ្ធដើម្បីជួយសង្គ្រោះជីវិតសត្វលោករឿងរបស់ក្មេងគង្វាលគោចិត្តមេត្តាបានបង្រៀនយើងថាចិត្តមេត្តាធម៌គឺជាកម្លាំងដ៏មានឥទ្ធិពលបំផុតដែលអាចផ្លាស់ប្ដូរជោគវាសនារបស់មនុស្សម្នាក់ឲ្យប្រសើរឡើងបានមេរៀនសំខាន់នៅក្នុងសាច់រឿងក្មេងគង្វាលគោចិត្តមេត្តា 1. សេចក្តីមេត្តាជារង្វាន់ពិតការធ្វើអំពើល្អមិនថាចំពោះមនុស្សឬសត្វទេគួរតែធ្វើដោយចិត្តបរិសុទ្ធដោយមិនរំពឹងការតបស្នងការធ្វើអំពើល្អដោយស្មោះនឹងទទួលបានរង្វាន់ដ៏ធំធេងនៅពេលក្រោយតាមផ្លូវណាមួយ 2. កុំវិនិច្ឆ័យរូបរាងខាងក្រៅយើងមិនត្រូវខ្លាចឬមើលងាយអ្នកដទៃដូចជាពស់ដែលគ្រោះថ្នាក់ព្រោះអ្នកណាក៏អាចមានតម្លៃលាក់បាំងដែរត្រូវផ្ដោតលើតម្រូវការនៃអ្នកដទៃជាជាងការភ័យខ្លាច 3. ការប្រើប្រាស់ពរជ័យដើម្បីគុណធម៌នៅពេលដែលយើងទទួលបានអំណោយឬពរជ័យណាមួយយើងគួរតែប្រើប្រាស់វាដើម្បីជួយអ្នកដទៃជាជាងទុកវាសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួនរឿងព្រេងនិទានក្មេងគង្វាលគោចិត្តមេត្តាចប់ត្រឹមតែប៉ុណ្ណេះសម្បុកនិទាននឹងលើកយករឿងព្រេងនិទានថ្មីមួយដែលមានចំណងជើងថាជីវិតក្មេងខាត់ស្បែកជើងកាលពីព្រេងនាយមានកុមារតូចម្នាក់ឈ្មោះពន្លករស់នៅក្នុងភូមិមួយក្បែរទីក្រុងធំពន្លកមានអាយុប្រហែល10ឆ្នាំហើយគ្រួសាររបស់គេមានជីវភាពក្រីក្រលំបាកណាស់រៀងរាល់ព្រឹកគេត្រូវដើរកាន់ប្រអប់ដាក់ឧបករណ៍ខាត់ស្បែកជើងរបស់ខ្លួនទៅអង្គុយក្រោមលុបដើមពោធិ៍ធំមួយក្បែរផ្សារដើម្បីរកកម្រៃចិញ្ចឹមជីវិតពន្លកជាក្មេងប្រុសតូចម្នាក់ដែលមានទឹកមុខញញឹមស្រស់ជានិច្ចទោះបីជាត្រូវហាលថ្ងៃហាលខ្យល់ឬពេលខ្លះមិនសូវមានអ្នកជួលខាត់ស្បែកជើងក៏ដោយក្មេងៗដទៃទៀតដែលធ្វើការងារដូចគ្នាតែងតែត្អូញត្អែឬបង្ហាញទឹកមុខក្រៀមក្រំតែពន្លកវិញគេតែងមើលឃើញភាពវិជ្ជមាននៅក្នុងអ្វីៗគ្រប់យ៉ាងនៅពេលដែលគេខាត់ស្បែកជើងឲ្យភ្ញៀវគេតែងតែធ្វើវាដោយយកចិត្តទុកដាក់បំផុតគេជឿថាស្បែកជើងដែលភ្លឺរលោងអាចនាំមកនូវសំណាងល្អនិងភាពជោគជ័យដល់ម្ចាស់របស់វាពេលខ្លះភ្ញៀវបានសួរគេថាពន្លកឯងខាត់ស្បែកជើងនេះតាំងពីព្រឹកម្លេះតើឯងមិនហត់ទេឬមិនចង់ទៅលេងដូចក្មេងដទៃទេឬពន្លកតែញញឹមហើយក៏ឆ្លើយថាខ្ញុំអត់ហត់ទេពូខ្ញុំស្រឡាញ់ការងារនេះពេលខ្ញុំខាត់ស្បែកជើងឲ្យភ្លឺចាំងខ្ញុំមានអារម្មណ៍ថាខ្ញុំបានរួមចំណែកធ្វើឲ្យពិភពលោកនេះកាន់តែស្អាតនិងភ្លឺថ្លាមួយកម្រិតដែរខ្ញុំជឿថាថ្ងៃណាមួយខ្ញុំនឹងក្លាយជាជាងខាត់ស្បែកជើងដែលពូកែជាងគេព្រោះខ្ញុំខាត់ដោយក្តីសប្បាយចិត្តមានថ្ងៃមួយភ្លៀងធ្លាក់ខ្លាំងតាំងពីព្រឹកដល់ល្ងាចគ្មានអ្នកណាហ៊ានចេញក្រៅនោះទេក្មេងៗខាត់ស្បែកជើងឯទៀតដេកនៅផ្ទះអស់ទៅហើយតែពន្លកនៅតែអង្គុយពូនជ្រកក្រោមរៀនដំបូលតូចមួយនៅក្បែរដើមពោធិ៍ដដែលគេមិនបានខាត់ស្បែកជើងទេតែគេបែរជាយកសៀវភៅចាស់មួយក្បាលដែលគេរើសបានពីគំនរសំរាមមកអានដោយយកចិត្តទុកដាក់ទៅវិញគេចង់ចេះអានចង់ចេះសរសេរព្រោះគេដឹងថាចំណេះដឹងអាចផ្លាស់ប្ដូរជីវិតរបស់គេបាន
បុរសចំណាស់ម្នាក់ឈ្មោះលោកគ្រូសុភាពជាគ្រូបង្រៀនចូលនិវត្តន៍ដែលតែងតែដើរកាត់ទីនោះរាល់ថ្ងៃបានឃើញទស្សនវិជ្ជានេះលោកគ្រូភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទឹកចិត្តតស៊ូនិងស្រឡាញ់ការសិក្សារបស់កុមារក្រីក្រម្នាក់នេះនៅពេលភ្លៀងរាំងលោកគ្រូសុភាពបានដើរចូលទៅជិតពន្លកហើយក៏សួរថាក្មួយពន្លកហេតុអ្វីបានជាក្មួយមិនទៅផ្ទះហើយហេតុអ្វីបានជាក្មួយតស៊ូរៀនអានដោយខ្លួនឯងយ៉ាងដូចនេះពន្លកញញឹមហើយក៏តបវិញថាខ្ញុំជឿថាបើយើងតស៊ូធ្វើរឿងល្អទោះលំបាកយ៉ាងណាក៏ដោយផលល្អនឹងវិលមករកយើងវិញដែរខ្ញុំខាត់ស្បែកជើងដើម្បីបានលុយតែខ្ញុំរៀនអានដើម្បីផ្លាស់ប្ដូរជីវិតរបស់ខ្ញុំទៅថ្ងៃអនាគតខ្ញុំមិនខ្លាចការតស៊ូទេព្រោះវាធ្វើឲ្យខ្ញុំកាន់តែរឹងមាំដោយសារតែពាក្យសម្ដីដ៏មានអត្ថន័យនិងភាពព្យាយាមនេះហើយលោកគ្រូសុភាពបានរំជួលចិត្តយ៉ាងខ្លាំងចាប់ពីថ្ងៃនោះមកលោកគ្រូបានស្ម័គ្រចិត្តបង្រៀនអក្សរសាស្ត្រនិងគណិតវិទ្យាដល់ពន្លកនៅពេលដែលគេសម្រាកពីការខាត់ស្បែកជើងជារៀងរាល់ល្ងាចពន្លកបានខិតខំរៀនសូត្រដោយមិនរាថយទោះបីជាត្រូវបែងចែកពេលវេលារវាងការងារនិងការសិក្សាក៏ដោយដោយសារភាពតស៊ូនិងទស្សនៈសុទិដ្ឋិនិយមថាគ្រប់ថ្ងៃលំបាកគឺជាជំហានឆ្ពោះទៅរកអនាគតភ្លឺស្វាងទីបំផុតពន្លកបានក្លាយជាក្មេងដែលមានចំណេះដឹងទូលំទូលាយប៉ុន្មានឆ្នាំក្រោយមកពន្លកបានក្លាយជាបុរសវ័យក្មេងម្នាក់ដែលមានការងារល្អមានមុខរបរផ្ទាល់ខ្លួននិងមានសមត្ថភាពជួយជ្រោមជ្រែងគ្រួសារគេមិនបានបំភ្លេចដើមកំណើតរបស់ខ្លួនឡើយហើយតែងតែប្រើប្រាស់ចំណេះដឹងរបស់ខ្លួនដើម្បីជួយក្មេងៗក្រីក្រដទៃទៀតដែលប្រកបរបរខាត់ស្បែកជើងដោយគេកាលពីមុនគេបានបង្កើតមូលនិធិមួយឈ្មោះថាពន្លកភ្លឺចាំងដើម្បីផ្ដល់ឱកាសអប់រំដល់កុមារដែលមានជីវភាពលំបាករឿងនិទាននេះបង្ហាញថាភាពក្រីក្រមិនមែនជាឧបសគ្គរារាំងក្តីសុបិនឡើយអ្វីដែលសំខាន់គឺការតស៊ូខិតខំធ្វើការនិងរៀនសូត្រនិងសុទិដ្ឋិនិយមការមានទស្សនវិជ្ជាមានចំពោះជីវិតដូចពន្លកដែរការខាត់ស្បែកជើងដោយក្តីរីករាយនិងការរៀនសូត្រដោយភាពព្យាយាមបាននាំឲ្យជីវិតរបស់គេភ្លឺចាំងដូចស្បែកជើងដែលគេបានខាត់រឿងព្រេងនិទានក្មេងជីវិតខាត់ស្បែកជើងចប់ត្រឹមតែប៉ុណ្ណេះថ្ងៃនេះសម្បុកនិទាននឹងលើកយករឿងព្រេងនិទានថ្មីមួយដែលមានចំណងជើងថាខ្ទមចាស់កាលពីយូរលង់ណាស់មកហើយនៅតំបន់ជីភូមិមួយជាប់នឹងព្រៃជ្រៅក្រាស់ខ្មឹកមានខ្ទមចាស់ទ្រុឌទ្រោមមួយខ្នងនៅក្នុងខ្ទមនោះមានលោកតាចាស់ជរាម្នាក់រស់នៅតែងតែស្លៀកពាក់រយារយ៉ាក្បាលពោពេញទៅដោយសក់ស្កូវរញ៉េរញ៉ៃហើយមានពុកមាត់វែងអន្លាយអ្នកភូមិហៅគាត់ថាលោកតាអត់ឈ្មោះព្រោះគ្មានអ្នកណាម្នាក់ដឹងថាគាត់ជាអ្នកណាឬមកពីណាឡើយលោកតាគ្មានឈ្មោះជាមនុស្សស្ងប់ស្ងាត់តែងតែដើររកបន្លែផ្លែឈើនៅក្នុងព្រៃដើម្បីចិញ្ចឹមជីវិតដោយសារតែខ្ទមរបស់គាត់ចាស់ទ្រុឌទ្រោមនិងរូបរាងរបស់គាត់មើលទៅគួរឲ្យខ្លាចអ្នកភូមិទាំងអស់បានមើលងាយនឹងរើសអើងគាត់យ៉ាងខ្លាំងពួកគេមិនដែលរកមិនដែលនិយាយរកហើយតែងតែដេញគាត់ឲ្យចេញឆ្ងាយនៅពេលដែលគាត់ដើរចូលក្នុងភូមិក្មេងៗតែងតែគប់ដុំថ្មតូចៗដាក់ទៅគាត់ផងដែរនៅក្នុងភូមិនោះមានលោកអុកញ៉ាម្នាក់ឈ្មោះថាចចារីដែលជាអ្នកមានបំផុតនៅក្នុងភូមិផ្ទះរបស់លោកអុកញ៉ាគឺធំស្កឹមស្កៃព័ទ្ធជុំវិញទៅដោយកំពែងខ្ពស់
លោកអុកញ៉ាចចារីក៏ជាមនុស្សដែលរះអាងផងដែរគាត់គិតថាទ្រព្យសម្បត្តិគឺជាគន្លឹះនៃតម្លៃមនុស្សថ្ងៃមួយលោកអុកញ៉ាចចារីបានជិះសេះចូលទៅបបបាញ់នៅក្នុងព្រៃដោយសារតែមានភ្លៀងធ្លាក់ខ្លាំងសេះរបស់គាត់បានរអិលជើងដួលធ្វើឲ្យលោកអុកញ៉ារងរបួសធ្ងន់ដេកដួលសន្លប់នៅនឹងព្រៃជ្រៅគ្មានអ្នកណាដឹងឡើយអ្នកបម្រើរបស់លោកអុកញ៉ាភ័យស្លន់ស្លោក៏រត់ចូលទៅក្នុងភូមិវិញដើម្បីសុំជំនួយពីអ្នកភូមិតែគ្មានអ្នកណាម្នាក់ហ៊ានចូលទៅព្រៃជ្រៅនោះទេជាសំណាងល្អលោកតាគ្មានឈ្មោះបានឮសម្រែករបស់លោកអុកញ៉ាមុនពេលសន្លប់លោកតាក៏បានដើរតាមសំឡេងនោះទៅហើយឃើញលោកអុកញ៉ាចចារីដេកដួលសន្លប់ឈាមហូរស្រោចដីបើទោះជាលោកអុកញ៉ាធ្លាប់រើសអើងគាត់យ៉ាងណាក៏ដោយលោកតាគ្មានឈ្មោះមិនបានគិតដល់ការសងសឹកឡើយគាត់បានប្រើកម្លាំងចាស់ជរាដែលសេះសល់លើកលោកអុកញ៉ាដាក់លើខ្នងហើយបីត្រឡប់មកកាន់ខ្ទមចាស់របស់គាត់វិញនៅក្នុងខ្ទមនោះលោកតាបានប្រើឱសថបុរាណដែលគាត់ចេញពីឫសឈើក្នុងព្រៃដើម្បីលាបនិងព្យាបាលមុខរបួសរបស់លោកអុកញ៉ាគាត់បានថែរក្សាលោកអុកញ៉ាយ៉ាងយកចិត្តទុកដាក់បំផុតរហូតដល់លោកអុកញ៉ាចាប់ផ្ដើមដឹងខ្លួនឡើងវិញនៅពេលដែលលោកអុកញ៉ាចចារីភ្ញាក់ដឹងខ្លួនឡើងគាត់ឃើញខ្លួនឯងនៅក្នុងខ្ទមចាស់ទ្រុឌទ្រោមហើយឃើញលោកតាគ្មានឈ្មោះកំពុងអង្គុយក្បែរគាត់លោកអុកញ៉ាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកអុកញ៉ាក៏សួរលោកតាថាហេតុអ្វីបានជាលោកជួយខ្ញុំធ្លាប់មើលងាយលោកហើយមិនដែលនិយាយរកលោកសោះលោកតាគ្មានឈ្មោះញញឹមដោយក្តីមេត្តាហើយឆ្លើយថាកូនអុកញ៉ាអើយពេលជីវិតប្រឈមនឹងសេចក្តីស្លាប់ទ្រព្យសម្បត្តិនិងរូបរាងគ្មានន័យអ្វីឡើយមនុស្សធម៌និងបេះដូងទើបជាតម្លៃពិតប្រាកដខ្ញុំជួយកូនព្រោះខ្ញុំមិនបានឃើញកូនជាអ្នកមានទេខ្ញុំឃើញតែកូនជាមនុស្សដែលត្រូវការជំនួយលោកអុកញ៉ាចចារីបានយល់នៅមេរៀនជីវិតដ៏ជ្រាលជ្រៅមួយនេះគាត់ក៏បានត្រឡប់ទៅភូមិវិញហើយចាប់តាំងពីពេលនោះមកគាត់លែងរះអាងអ្នកណាម្នាក់ទៀតឡើយគាត់ក៏បានសាងសង់ខ្ទមចាស់នោះទៅជាផ្ទះឈើស្អាតមួយសម្រាប់លោកតាហើយបានអញ្ជើញលោកតានៅក្នុងភូមិជាការដឹងគុណមេរៀននៅក្នុងសាច់រឿងនេះមនុស្សមិនគួរវិនិច្ឆ័យគ្នាដោយសារតែសម្លៀកបំពាក់ឬកន្លែងរស់នៅនោះឡើយតម្លៃពិតរបស់មនុស្សគឺស្ថិតនៅលើបេះដូងដែលចេះផ្ដល់ក្តីមេត្តានិងការលះបង់ជួយអ្នកដទៃតែប៉ុណ្ណោះរឿងព្រេងនិទានដែលមានចំណងជើងថាខ្ទមចាស់ចប់ត្រឹមតែប៉ុណ្ណេះ